ជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាខាងចិនវីដេអូយូរហើយមាននឹកអត់បងប្អូននេះហើយថ្ងៃនេះដែរគឺមានម្ហូបមកចែករំលែកបងប្អូនទៀតហើយនិយាយទៅវាមានលក្ខណៈជាម្ហូបអីបងប្អូនគាត់ថាឆាមីញ៉ាំលេងអីអញ្ចឹងណាដោយសារតែថ្ងៃហ្នឹងមេឃវារកភ្លៀងដល់អញ្ចឹងទៅខ្ជិលធ្វើម្ហូបក៏នឹកឃើញចង់ញ៉ាំមីឆាអញ្ចឹងណាហើយថ្ងៃនេះដែរគឺបានឆាមីកតាំងណាបងប្អូនណាខ្លះដែលធ្លាប់ញ៉ាំមីកតាំងហើយអត់ដែរបានធ្វើខ្លួនឯងឥឡូវសាករៀនធ្វើបងប្អូនងាយហើយឆ្ងាញ់ទៀតបងប្អូនសម្រាប់ឆាមីនេះដែរបងប្អូនអាចដាក់ជាមួយសាច់គោក៏បានពពាក៏បានដែរតាមចំណង់ចំណូលចិត្តចឹងណាបងប្អូនតែខ្ញុំថ្ងៃនេះខ្ញុំប្រើតែជាមួយនឹងប៉ាតេជាតិហើយនឹងពងទា2គ្រាប់បងប្អូនហើយសម្រាប់វិធីធ្វើវិញគឺថាងាយហើយលឿនមែនតើអ្នកដែលអត់ចេះធ្វើក៏អាចធ្វើញ៉ាំបានដែរបងប្អូនមើលតាមវីដេអូហ្នឹងទៅបងប្អូនជាដំបូងយើងត្រូវចៀនប៉ាតេនេះសិនណាចៀនឲ្យវារាងក្រៀមទៅបន្តមកទៀតយើងធ្វើការបំពងខ្ទឹមសរបស់យើងឡើងឈ្ងុយហើយយើងធ្វើការចាក់ជាមួយនឹងពងទាបងប្អូនដាក់តាមចំណង់ចំណូលចិត្តទៅចូលចិត្តញ៉ាំច្រើនដាក់2គ្រាប់អីតាមហ្នឹងអញ្ចឹងណាបងប្អូនតែខ្ញុំប្រើពងទា2គ្រាប់ហើយយើងធ្វើការក្លុកពងទាហ្នឹងឲ្យវាឡើងបែកម៉ត់បានល្អទៅយើងធ្វើការចាក់ជាមួយនឹងដើមខាត់ណាហើយយើងធ្វើការឆាត្រឡប់ខាត់ណារបស់យើងហ្នឹងទៅមកហើយយើងធ្វើការដាក់ជាមួយនឹងទឹកម្សៅឆាបងប្អូនយើងធ្វើការដាក់ទឹកម្សៅឆាហ្នឹងដើម្បីឲ្យមីឆារបស់យើងហ្នឹងមើលទៅវាឡើងស្អិតហើយទឹកល្អបងប្អូននេះហើយមកយើងធ្វើការចាក់ជាមួយនឹងមីកតាំងទៅកូរច្បល់អញ្ចឹងណាបងប្អូនបន្ទាប់ពីយើងកូរច្បល់ហ្នឹងហើយយើងធ្វើការដាក់ជាមួយនឹងគ្រឿងហើយសម្រាប់គ្រឿងដែរខ្ញុំប្រើជាមួយនឹងសាតេបន្តិចបងប្អូនសាតេហ្នឹងយើងដាក់ទៅដើម្បីមានរសជាតិឈ្ងុយឆ្ងាញ់ដែរអញ្ចឹងណាហើយបង្កើនពណ៌របស់យើងបានស្អាតដែរហើយប្រេងខ្យងម្សៅស៊ុបប៊ីចេងទឹកស្អ៊ីវបន្តិចផងបងប្អូនបន្ទាប់ពីធ្វើការដាក់គ្រឿងនឹងហើយយើងធ្វើការកូរច្បល់មីរបស់យើងហ្នឹងឲ្យសព្វបានល្អអញ្ចឹងណាបងប្អូនកូរត្រឡប់ទៅវិញទៅមកតតែមីហើយនឹងសាច់គ្រឿងរបស់យើងហ្នឹងគឺថាបានសព្វគ្នាបានល្អឡើងល្មួតនេះបងប្អូននេះពេលដែលយើងចាក់ទឹកម្សៅឆាទៅឃើញមីឆារបស់យើងហ្នឹងគឺឡើងល្មួតអញ្ចឹងណាបងប្អូនតំណងឆ្ងាញ់មែនតើណាបងប្អូនយើងធ្វើការកូរឆាត្រឡប់ចុះត្រឡប់ឡើងហ្នឹងទៅឲ្យទុកវាមួយផ្លែតអញ្ចឹងណាបងប្អូននេះបន្តមកទៀតយើងធ្វើការចាក់ជាមួយនឹងប៉ាតេដែលយើងបានហ្នឹងណាចាប់ប៉ាតេដែលយើងបានចៀននឹងហើយធ្វើការកូរច្បល់វាទៀតបងប្អូនយើងនិយាយទៅយើងកូរត្រឡប់ទៅមកឲ្យវាចូលជាតិគ្នាបានល្អអញ្ចឹងគឺថាឈ្ងុយពងទាហើយនឹងនេះអញ្ចឹងបងនេះយើងធ្វើការកូរត្រឡប់ទៅមកអញ្ចឹងមកធ្វើតែប៉ុណ្្នឹងបងប្អូនគឺថាស្រួលមែនតើហើយតែមួយផ្លែតគឺបានញ៉ាំបងប្អូនឥឡូវឆារបស់យើងនេះគឺបានរៀបរាល់ហើយដែរយើងធ្វើការដួសដាក់ចានអញ្ចឹងណាហើយបន្ថែមជាមួយនឹងទឹកម្ទេសទឹកអីបន្តិចទៅដើម្បីបង្កើនរសជាតិមីឆារបស់យើងនឹងឲ្យកាន់ឆ្ងាញ់ហើយឡើងនេះគឺបានរួចរាល់ហើយដែរបងប្អូននេះមើលទៅឃើញតំណងអត់ទេមីឆារបស់យើងបានចាញ់រួចរាល់ហើយតោះអញ្ជើញញ៉ាំទាំងអស់គ្នាបងប្អូននេះមើលទៅតំណងឆ្ងាញ់បងប្អូនហើយលោកថាក្តៅហុយមែនតើណាបងប្អូនឆ្ងាញ់ណារសជាតិដាក់តែប៉ុណ្្នឹងរសជាតិអែមតែហ្មងហ្នឹងហើយបងប្អូនវីដេអូនេះមានតែប៉ុណ្្នឹងហើយបងត្រាំបាយ